Mình nghĩ nè mìnhពេលមកធ្វើជាមួយនឹងបង្កងអប់មីសួរញ៉ាំជុំគ្នាបងបងពុំមីងជំរាបសួរចាជួបគ្នាសាជាថ្មីជាមួយនឹងមុខម្ហូបពិសេសចាបង្កងអប់មីសួរអញ្ចឹងកុំឲ្យខាត់ពេកយើងទៅតាមដានគ្រឿងទាំងអស់គ្នានឹងខ្ញុំទៅផ្សារក៏លេចឃើញបង្កងទឹកតែមកដល់ថ្មីថ្មីស្រស់ល្អខ្លាំងមែនតើគាត់នឹកឃើញថាចង់ធ្វើជាមួយនឹងបង្កងអប់មីសួរញ៉ាំជុំគ្រួសារលក្ខណៈថាក្តៅក្តៅហុយហុយអញ្ចឹងណាចាអញ្ចឹងកុំឲ្យខាត់ពេកយើងទៅមើលរបៀបធ្វើជាមួយនឹងទាំងអស់គ្នាសម្រាប់បង្កងអប់មីសួរនេះរៀងច្រើនមុខដែរបើសិនជាអ្នកដែលគាត់ខ្ជិលធ្វើម្ហូបវិញចាអាចនិយាយបានថាយូរធ្វើម្ដងមកណាមិនបាច់ធ្វើញឹកញាប់ពេកទេប៉ុន្តែសំណាងល្អអីគឺខ្ញុំមានជាមួយនឹងគ្រឿងទេសចាត្រៀមទុកនៅផ្ទះស្រាប់អញ្ចឹងខ្ញុំគ្រាន់តែទៅផ្សារទិញបង្កងហើយទិញបន្លែមកគឺរੂជាការស្រេចហើយអញ្ចឹងសម្រាប់បន្លែធ្វើបង្កងអប់មីសួរនេះដូចបងបងអំពូមានឃើញស្រាប់ហើយគឺខ្ញុំមានប្រើជាមួយនឹងផ្សិតការ៉ុតចាហើយនឹងកូនស្ពៃបកគោផងដែរអ្វីដែលភ្លេចអត់បានគឺមីស៊ូមកនឹងយកមកកាត់កុំភ្លេចតាមទឹកឲ្យវាទន់សិនហើយចាំយកមកកាត់កង់ប្រហែលជា 4-5 កង់មកពួកវាយើងដាក់ទាំងអស់ទៅវាវែងពេកពិបាកចាប់ញ៉ាំណាហើយសម្រាប់បកងរបៀបសម្អាតនឹងគឺអាចថាខុសៗគ្នាតិចទៅតាមតិចនិចបងដែលគាត់ធ្លាប់ធ្វើចាក់ស្ដែងអញ្ចឹងណាសម្រាប់បកងនេះខ្ញុំកាត់រៀងតងើដើម្បីងាយស្រួលដាក់ចូលឆ្នាំងទៅវាមើលទៅអត់តែញ៉ៃញ៉ៃឥឡូវយើងមកមើលពីរបៀបលាយគ្រឿងដើម្បីយកទុកលាយជាមួយនឹងមីស៊ូម្ដងណាគ្រឿងខ្ញុំមានដាក់ជាមួយនឹងប៊ីចេងស្ករម្សៅស៊ុបម្រេចបន្តិចដែរម្រេចកុំចាស់ឲ្យសមបងពុំមីងហើយបន្ថែមជាមួយនឹងទឹកប្រេងខ្យង J-Top Lady ហើយនឹងទឹកស៊ីអ៊ីវ J-Top Lady បន្តិចដែរអានោះខ្ញុំបន្ថែមដើម្បីយកក្លិនរសជាតិជាមួយនឹងពណ៌ដើម្បីឃើញឡើងពណ៌រៀងក្រហមស្អាតទេទឹកស៊ីអ៊ីវហ្នឹងបន្ថែមបរិមាណតែល្មមមិនដាក់ច្រើនពេកទេព្រោះអីបើសិនជាស្ទើរអីមិនអីយើងអាចបន្ថែមគ្រឿងតាមក្រោយទៀតបានឥឡូវយើងរៀបចំដាក់មីសួរចូលឆ្នាំងដើម្បីចាក់គ្រឿងដែលយើងលាយគ្រឿងទឹកសោះយើងលាយមុនហ្នឹងយកមកលាយជាមួយនឹងមីសួរបងកន្លែងហ្នឹងកុំភ្លេចចាយើងលាយមីសួរហ្នឹងគឺថាចូលគ្នាឲ្យបានសោះល្អមកហើយនេះខ្ញុំបន្ថែមជាមួយនឹងប្រេងបន្តិចដើម្បីមីស៊ូហ្នឹងវាឡើងទន់ល្អហើយមានក្លិនឈ្ងុយបន្ទាប់មកគឺយើងងាកមកហាន់ជាមួយនឹងគ្រឿងក្រៅដែលយើងត្រៀមសម្រាប់ទុកឆាខ្លះហើយនឹងសម្រាប់ដាក់បញ្ចូលនៅក្រោយពេកដែរគ្រឿងបកកហើយនឹងមីស៊ូនឹងឆ្អិនណាចាហើយនេះម្ទេសដៃនាងបងស្គាល់ចាយើងហាន់វាជាសណ្ដែកស្ដាងទូចៗចឹងមកជាមួយនឹងការ៉ុតអីហ្នឹងគឺយើងហាន់មកល្មមតាមចំណូលចិត្តអ្នកខ្លះគាត់ចិត្តស្ដាងអ្នកខ្លះគាត់ចិត្តរៀងក្រាស់ប្រទេសប៉ុន្តែខ្ញុំចិត្តរៀងចំណិតសក់ទៅវែងអញ្ចឹងណាយើងមកហាន់បន្លែហាន់អីហ្នឹងឲ្យរួចរាល់អស់មកមានទាំងផ្សិតមានទាំងការ៉ុតអីហ្នឹងមានទាំងខ្ទឹមបារាំងអីហ្នឹងហាន់ហើយយកមកច្របល់ជាមួយនឹងមីស៊ូដែលយើងបានលាយគ្រឿងទឹកសុំមិញហ្នឹងបន្ទាប់មកយើងងាកមកឆាជាមួយនឹងសាច់ជ្រូក3ជាន់នេះម្ដងសាច់ជ្រូក3ជាន់ហ្នឹងខ្ញុំយករៀងមានខ្លាញ់ច្រើនទេសារតែខ្ញុំអត់ប្រើប្រេងឆាខ្ញុំប្រើខ្លាញ់សាច់ជ្រូក3ជាន់នោះសុទ្ធហ្មងហើយកុំភ្លេចចាពេលដែលជាហៀវសាច់ជ្រូក3ជាន់ហ្នឹងកុំភ្លេចដួសខ្លាញ់ចេញតិចផងដោយសារសាច់ជ្រូកនោះវាខ្លាញ់ច្រើនអញ្ចឹងពេលដាក់ជាហៀវមកវារៀងចេញខ្លាញ់ច្រើនអានេះខ្ញុំដួសចេញខ្លាញ់ណាបាទខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមសហើយនឹងម្រេចចូលយើងកូរវាឲ្យឡើងក្លិនឈ្ងុយបន្តិចមកចាំដាក់ជាមួយនឹងបកងចូលហើយដាក់បកងឲ្យរៀងឡើងពណ៌អញ្ចឹងបន្តិចមកកុំឲ្យឆ្អិនពេកណាឲ្យរៀងឡើងពណ៌ប៉ុណ្ណឹងហើយយើងចាក់បន្ថែមជាមួយនឹងផ្សិតទេផ្សិតយើងត្រូវឆាជាមួយនឹងបកងហ្នឹងដើម្បីឲ្យវារៀងឆ្អិនបន្តិចកុំឲ្យឆ្អិនខ្លាំងពេកចាឆ្អិនបន្តិចដើម្បីឲ្យវាចូលគ្រឿងហូចឲ្យយើងងាកមករៀបចំដាក់បន្លែហើយនឹងមីស៊ូរបស់យើងដាក់ចូលក្នុងឆ្នាំងដើម្បីអប់បញ្ចូលគ្នាក្នុងឆ្នាំងតែមួយមុនហ្នឹងគឺខ្ញុំបានដាក់ទ្រាប់កូនស្ពៃបកគោនៅបាតឆ្នាំងដើម្បីខ្ញុំការពារខ្លាចខ្លោចមីស៊ូព្រោះអីមីស៊ូវារៀងស្អិតខ្ញុំខ្លាចខ្លោចបាតដោយសារតែឆ្នាំងនេះវារៀងស្ដើងអញ្ចឹងណាអញ្ចឹងក៏ចង់សួរបងអំពុំមីទាំងអស់គ្នាដែរថាបើសិនជាបងដែលឧស្សាហ៍ធ្វើជាមួយនឹងបកគោអស់មីស៊ូហ្នឹងមានវិធីណាដែលធ្វើងាយស្រួលលឿនហើយអត់ឲ្យខ្លោចបាតឆ្នាំងជួយrecommendឲ្យអូនម្នាក់មួយផងណាចាឥឡូវនេះឆ្អិនហើយអញ្ចឹងខ្ញុំភ្លក់មួយខ្ញុំទាំងអស់គ្នាបើនិយាយពីសាច់បកងវិញណាឡើងណែនហើយមានជាតិឆ្ងាញ់មែនតើល្ងាចហ្នឹងអត់ដឹងថាធ្វើម្ហូបអីអាចសាកធ្វើមួយមុខនេះបានសម្រាប់បងប្អូនដែលមានមុខម្ហូបអីផ្លែចង់ឲ្យបងប្អូនធ្វើបន្តទៀតអាច comment នៅខាងក្រោមនេះបានអរគុណបាយបាយ